បងប្រាប់ខ្ញុំខំប្រឹងអស់រយៈពេល3ឆ្នាំហើយកម្របាត់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសៀវបានតម្លៃកម្រមានណាស់ហើយនាងវិញគ្រាន់តែចាក់ដាក់បាយបោកក៏ឯងនាងគិតថាពេលនេះនាងនៅសំជាមួយបងខ្ញុំទៀតដែរទេបាត់មកនាងទេខ្ញុំចង់ស្ដាប់បងនិយាយអីមានអីត្រូវនិយាយគ្នាទៀតទេពួកយើងមនុស្សផ្សេងគ្នាហើយយើងជុំដើរតាមតោងទៀតជិះទៀតទៅយល់ទេខ្ញុំមិនត្រូវការមនុស្សស្រីដែលចេះដាំស្លបោកគក់នោះទេខ្ញុំត្រូវការមនុស្សស្រីអាចកំដរខ្ញុំនិងធ្វើការជាមួយគ្នាបានហើយថែមទាំងអាចឲ្យមុខជំនួយរបស់ខ្ញុំរីកចម្រើនដុះដាលលូតលាស់ដូចផ្សិតអូនមិនអាចធ្វើការជាមួយបងទេណា3ឆ្នាំហើយ3ឆ្នាំមុនពេលដែលបងគ្មានអីសោះគឺបងធ្លាក់ដល់ចំណុច0គឺអូនតែម្នាក់គាត់ដែលនៅក្បែរបងជាងនេះជួយរៀបចំគ្រប់រងផែនការឲ្យបងថារវល់ធ្វើការអូនក៏បងក៏អាចធ្វើអាហារឲ្យបងញ៉ាំ3ឆ្នាំមុនគ្រួសារអីរបស់បងគឺជាគ្រួសារដែលគ្មានមុខមាត់ឋានៈអ្វីទាំងអស់តែពេលនេះគ្រាន់តែបានចូលក្នុងលំដាប់អ្នកមាននៅហើយចឹងហើយបងក៏តតអូនចោលមែនទេនាងគិតថាខ្លួនឯងជាស្អីនៃរបស់នាងចង់ថាការដែលបងប្រុសខ្ញុំអាចឆក់ដល់សប្តាហ៍ថ្ងៃនឹងបានគឺដោយសារតែក្រេឌីតនាងមែនទេសាច់ងាប់ឲ្យខ្ញុំរឿងដែលនាងធ្វើបានអាចទៅរកមេផ្ទះម្នាក់មកចំនួនក៏បានដែរក្រេឌីត3ឆ្នាំមុនគ្រួសារអីខ្ញុំមានមុខមាត់ក្នុងសង្គមបាត់ទៅហើយតែនាងទៅវិញទេដែលខ្ញុំអាចទទួលយកបានជាមនុស្សស្រីដែលមានធំក្លិនផ្សាយផ្ទះបាយក្លិនម្ហូបជាប់ខ្លួននេះខ្ញុំឲ្យនាងមកធ្វើការក្រុមហ៊ុនខ្ញុំនាងមិនចង់ធ្វើទៀតខ្ញុំឲ្យនាងទៅក្រៅរកការងារធ្វើស្អីក៏មិនបានធ្វើដែរក្រៅពីធ្វើជាអ្នកអនាម័យនេះនាងដឹងអត់ថាសន្តិសុខនៅម្ដុំវិឡានេះឥឡូវគេមើលមកខ្ញុំយ៉ាងម៉េចទេខ្ញុំនៅជាមួយនាងមានតែធ្វើឲ្យខ្ញុំពិបាកទ្រូងបាក់មុខតែប៉ុណ្ណោះ3ឆ្នាំមកនេះនៅក្នុងកាសែតគ្រួសារអ៊ីឡូខ្ញុំគ្រាន់តែជាស្រីបង្វត់ចង្ក្រាននឹងជុំធំខ្លាំងតែផ្សែងតែប៉ុណ្ណោះមែនទេហើយចុះអ្វីដែលបងប្រុសខ្ញុំនិយាយមិនត្រូវមែនតាំងពីដំបូងបើគាត់មិនត្រៀមការជាមួយស្រីអាក្រក់ដូចជានាងណាគ្រួសារអ៊ីយើងលេចតដែរតាំងពីយូរហើយអាចនឹងរីកស្គូស្គីជាងនេះទៀតផងអ្នកទាំងពីរនិយាយខុសហើយគ្រួសារអ៊ីពួកលោកដល់ដំណាក់កាលនេះដោយសារនាងខ្ញុំចាំជួយគ្រួសារអ៊ីដល់តែ3ឆ្នាំមកនេះនាងនិយាយស្អីនាងដឹងថាខ្លួនឯងកំពុងនិយាយស្អីដែរទេខ្ញុំប្រាប់នាងទៅចុះគ្រួសារអ៊ីខ្ញុំមានមកដល់ថ្ងៃនេះគឺពឹងផ្អែកទៅលើសមត្ថភាពការខិតខំប្រឹងប្រែងរបស់ខ្ញុំទាំងអស់វាមានស្អីទៅជាប់ពាក់ព័ន្ធជាមួយនឹងលូលីអ៊ីងនេះទៅមានស្អីជាប់ពាក់ព័ន្ធនេះថ្ងៃនេះដែលលោកយកបានកិច្ចសន្យារាប់រយលានជាមួយក្រុមហ៊ុនស៊ីគ្រប់គឺខ្ញុំជាអ្នកឲ្យសៀវហើយឈ្មោះប្រកុលពីអឺលោកថាមើលមានខ្ញុំពាក់ព័ន្ធជាមួយទេគួរអសនាចម្លេះលូអ៊ីងអើយនាងនៅមានកំណត់នឹងលុយរាប់រយលាននឹងកាត់ដែរហីនៅមកចាំបន្លំយកក្រេឌីតដែលនាងហូរទៀតនាងនេះពិតជាគួរឲ្យខ្មាស់និងអស់សម្រាប់ខាងណាអ្នកនាងហូរម្នាក់ណាទេគឺអ្នកដែលយើងសហការជាមួយនឹងក្រុមហ៊ុនសៀវបានជាកូនស្រីគ្រួសារលំដាប់សេដ្ឋីទី5ទៅហើយចៅយើងនេះបើដើរទូជាស្ពានចម្លងខ្ញុំតែខ្ញុំមិននឹកស្មានថានេះមិនចេះខ្មាស់ដណ្ដើមយកបុកបត់នៅនឹងហ៊ូធ្វើជារបស់ខ្លួនឯងលូលីអ៊ីសាកសួរខ្លួនឯងខ្លះទៅមើលតើដឹងខ្លួនខ្លះអត់ខ្ញុំមិនចេះខ្មាស់ខ្ញុំមិនចេះដឹងខ្លួននាងសើចទេខ្ញុំសាច់រឿងពួកលោកល្ងងគួរអាណិតពួកលោកប្រកាសជាត្រូវហូលីលៀននោះក៏ហាក់បោកប្រាស់ហើយស្រីល្ងងនោះគ្មានសម្បត្តិធ្វើអញ្ចឹងបានទេនាងពិតជាសហខុសខើផងគួរឲ្យសម្ដេចណាស់លូលីអ៊ីងនាងដឹងអត់អ្នកនាងហូគឺគេសម្ដេចឃើញបងប្រាប់ខ្ញុំបើសិនជាគ្រួសារអ៊ីខ្ញុំនិងគ្រួសារហូផ្សារភ្ជាប់នឹងគ្នានោះគ្រួសារអ៊ីយើងនឹងខ្ពស់កប់ពពកដល់ពេលនោះនាងជាស្អីទៅមកនាងលើកស្បែកជើងឲ្យអ្នកនាងហូក៏មិនសមខុសហើយគឺនាងទៅវិញតែដល់មិនសមនឹងស្បែកជើងខ្ញុំអ៊ីជេការប៉ិនលោកបានតាក់ទងគ្នាយូរហើយលោកក៏បានធ្វើឲ្យខ្ញុំច្បាស់ភ្នែកខ្លាំងមែនទែនចំណងជើងនេះលោកពិតជាចង់លេងដាំមែនទេមែនឆាប់ស្ញេទៅបានធ្វើតាមលោកស្នេហ៍ចុះលោកអ៊ីសង្ឃឹមថាលោកនឹងមិនស្ដាយក្រោយចាស់លោកលីអ៊ី3ឆ្នាំដែលនាងនៅជាមួយគ្រួសារយ៉ាងនេះគឺមានស្នាដៃល្អគួរសមដែរពេលចេញទៅគេអាចរកការងារធ្វើជាម៉ែដល់បានហើយរកមួយខែបាន 4-5,000 ចំខ្លួនឯងរស់យកមុខខ្លឹមជាប្តីប្រពន្ធនឹងគ្នាខ្ញុំឲ្យប្រាក់នាង 10,000យកទុកបើកហាងបាយមួយដល់ខ្លួនឯងយកទៅធ្វើជាតកែខ្លួនឯងប្រសើរជាងធ្វើអនាម័យចឹងណាយល់ទេ10,000តាមពិតខ្ញុំមិនដែលនៅទីនេះ3ឆ្នាំក្នុងកសែតភ្លេចពួកលោកគឺមានតម្លៃត្រឹមតែ 10,000 នេះទេតម្លៃនាងត្រឹម 10,000 នឹងហើយនាងគិតថាមិនសមមែនឬថានាងចង់បានលុយច្រើនជាងនេះទៀតមែនទេនៅក្នុងកាតនេះគឺមានលុយ1លានដែលមួយជីវិតនាងនេះខំរស់ទៀតក៏មិនបានផងយកលុយនេះទៅហើយទៅឲ្យឆ្ងាយអាបាត់ទៅលុយប៉ុណ្ណេះនៅក្នុងភ្នែកខ្ញុំគឺកាក់លុយទេលោកលីអ៊ីងខ្ញុំលុយ1សេនក៏ខ្ញុំមិនយកទៅដែរខ្ញុំចេញទៅតែខ្លួនទៅកំបន្លាយពេលមើលកិច្ចសន្យាលេងណាក៏សញ្ញាឲ្យដែរអញ្ចឹងក៏ប្រញាប់ចេញទៅ
កុំនៅដំអឲ្យក៏ខ្វះអាកាសធាតុនៅទីនេះអ្នកនាងកូនសេដ្ឋីដូចជាខ្ញុំតាំងពីតូចមកមិនដែលជួបមនុស្សណាក្ររហាមជួបប្អូនដូចជានាងនេះទេនាងហ៊ានតែជើនាងឈួតហើយ ឈួតស្អីនាងហ៎ នាងហ៊ានតែកភ្លៀងសបីតែកូនសេដ្ឋីនាងលេងចោលរួចហើយហូលីលីនាងនេះល្អណាស់ខ្ញុំជាអ្នកអសៀវឲ្យឆ្លងប្រកល់ការកំងទិញរាប់រយលាននេះឲ្យទៅអីចោលសោះតែនាងថានាងទៅវិញដែលជាស្ពានថ្នៃទៅវា 3 ឆ្នាំនេះនាងធ្វើជា